ជំរាបសួរអង្គចាលើកថាអង្គជាអតិជនធ្លាប់ប្រើប្រាស់ជាមួយនឹងតែជីភីធ្វើអីអង្គចាអង្គប្រើអស់មិនកំប៉ុងអីខ្ញុំប្រើដែរអស់មកកំប៉ុងទៅតែប្រើអស់មកកំប៉ុងទេអង្គធូរពីបញ្ហាបើអង្គប្រើជាមិនភាគរយអីអង្គជា50%ចាអង្គអាចជួយប្រាប់តិចបានទេថាមុនពេលដែលអង្គប្រើជាមួយនឹងតែជីភីអង្គធ្វើទុកបែបណាខ្លះចឹងណាអង្គមុនវាអាសាហើមដៃហើមជើងតែឥឡូវវាបានកាត់បន្ថយខ្លះចាកាត់បន្ថយហើយមានឈឺតាមកលៈដៃកលៈជើងអីអត់ទេអង្គឈឺគ្រប់កន្លែងចាហើយហើមនឹងហើមកន្លែងណាខ្លះអង្គអាសាមានជើងមានដៃតែមានដៃអត់ទេមានដៃមកនៅខាងនេះវិញដៃចាតែបើជើងសាហើមនៅក្នុងជើងចាហើមនៅក្នុងជើងហ្នឹងចាគាត់ដើរអីដើរបានដើរទៅណាចុះមុនពេលដែលអង្គប្រើជាមួយនឹងតែជីភីអង្គប្រើប្រាស់ជាមួយនឹងផលិតផលអីផ្សេងទេពីមុនមកធ្លាប់ប្រើតែឥឡូវអត់ចាប៉ុន្តែប្រើជាមួយនឹងតែជីភីនេះបានឈឺច្រើនមែនចាចុះឥឡូវមានឈឺអីទៀតអត់ទេឈឺដែរឈឺតិចតិចឈឺតិចតិចចាអង្គមានបញ្ហាអីគេអង្គប្រាប់អញឈឺស្លាក់ចាអូជាង10ឆ្នាំចាវេទនាតែចល័កហ្នឹងហ្មងតែហើមតែដៃហ្នឹងហើមជើងដល់ពេលឥឡូវអង្គប្រើជុំតែជីភីអស់មកបងធូរបាន50%ហើយប៉ោងតាមកលៈដៃកលៈជើងហ្នឹងហើយវាហើមបងជើងបងមកចុះអង្គញ៉ាំប្រហែលជាប្រហែលថ្ងៃអង្គមិនឃើញថាធូរនេះដែរថាជាខែប្រហែលជាកន្លះខែដែរចាខ្ញុំវាមិនសូវទេហ៎បើទេបាត់ប្រហែលជាច្រើនបាត់ចានេះដោយសារតែអង្គញ៉ាំអត់សូវទៀនថ្ងៃញ៉ាំបានម្ដងអង្គបានម្ដងថ្ងៃញ៉ាំបានតែម្ដងទេហើយអង្គមកកំប៉ុងធូរបាន50%ដែរងាយជាប់រវល់ងាយជាប់រវល់ចាចឹងបើសិនជាអង្គប្រើវិទីមតគឺឆាប់ឃើញលក្ខណៈហ្នឹងប្រើជំនាញទៀងទាត់បើជាចង់ដាច់អស់ចាអញ្ចឹងអង្គមានអីផ្ដាំផ្ញើទៅកាន់អ្នកដែលគាត់មានបញ្ហានេះអង្គមីអង្គហ្នឹងហើយបងប្អូនអ្នកខ្ញុំខ្ញុំអស់មកកំប៉ុងរៀងធូរបន្តិចហើយបងប្អូនចង់ប្រើដូចខ្ញុំទៅតែជីធីនេះចាអរគុណច្រើនណាស់អង្គ